សួងសង្គមកិច្ចជំរុញលើការបណ្ដុះបណ្ដាលគ្រូជំនាញនិងថ្នាក់អប់រំពិសេសសម្រាប់កុមារអូឌីសឹមឯកឧត្តមជាសមិទ្ធិរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានលើកឡើងជាជំរុញឲ្យមានការបណ្ដុះបណ្ដាលគ្រូជំនាញក៏ដូចជាថ្នាក់អប់រំពិសេសបន្ថែមទៀតសម្រាប់ជួយដល់កុមារអូឌីសឹមក៏ដូចជាកុមារដោនស៊ីនដ្រូមខ្សោយសតិបញ្ញានៅកម្ពុជាការលើកឡើងនេះធ្វើឡើងក្នុងឱកាសរៀបចំទិវាជនមានពិការភាពអូឌីសឹមនិងដោនស៊ីនដ្រូមកម្ពុជាលើកទី12ដែលរៀបចំឡើងនៅថ្ងៃទី21ខែមេសាឆ្នាំ2025នេះឯកឧត្តមជាសមិទ្ធិរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានលើកឡើងក្នុងឱកាសទិវាអូឌីសឹមថាត្រូវបន្តជំរុញការកសាងធនធានមនុស្សបណ្ដុះបណ្ដាលគ្រូបង្រៀនជំនាញសាស្ត្រាចារ្យជំនាញព្រមទាំងរៀបចំថ្នាក់អប់រំពិសេសថ្នាក់អប់រំបរិយាបន្នក្នុងទិសដៅផ្ដល់ឱកាសឲ្យកុមារខ្សោយសតិបញ្ញាទទួលបានសិទ្ធិស្មើគ្នាក្នុងវិស័យអប់រំការលើកឡើងដូចនេះស្របពេលដែលឯកឧត្តមឃើញថាក្នុងពេលបច្ចុប្បន្នគ្រូជំនាញនិងថ្នាក់អប់រំពិសេសសម្រាប់កុមារអូឌីសឹមដោនស៊ីនដ្រូមមិនទាន់មានចំនួនគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយជាស្ដែងបច្ចុប្បន្នសាលារៀនអប់រំពិសេសសម្រាប់កុមារមានបញ្ហាអូឌីសឹមនិងដោនស៊ីនដ្រូមដែលជាសាលារបស់រដ្ឋមានតែមួយប៉ុណ្ណោះស្ថិតនៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលសាលាផ្ដល់ការអប់រំពិសេសសម្រាប់កុមារអូឌីសឹមនិងដោនស៊ីនដ្រូមផ្សេងទៀតជាសាលាឯកជននិងជាសាលារបស់អង្គការដៃគូនេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមអង្គសម្បត្តិអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តមលើកឡើងថាការបង្កើតថ្នាក់អប់រំពិសេសជារឿងពិបាកមួយរីឯការបណ្ដុះបណ្ដាលធនធានជាគ្រូជំនាញសម្រាប់គ្រូបង្រៀនដល់កុមារអូឌីសឹមនិងដោនស៊ីនដ្រូមជារឿងពិបាកមួយទៀតឯកឧត្តមថាគ្រូបង្រៀនដល់កុមារអូឌីសឹមគឺខុសពីគ្រូបង្រៀនធម្មតាដែលបង្រៀនដល់កុមារទូទៅគ្រូបង្រៀនកុមារអូឌីសឹមត្រូវតែជាគ្រូបង្រៀនដែលមានជំនាញស្គាល់ពីអូឌីសឹមស្គាល់ពីវិធីសាស្ត្របង្រៀនឯកឧត្តមលើកឡើងដែរថាបច្ចុប្បន្នវាជារឿងសំខាន់ដែលទាមទារការចូលរួមពីដៃគូឯកជនក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍រួមគ្នាជួយលើការងារមួយនេះក្នុងនាមជាមន្ត្រីធ្វើការងារជួយគាំទ្រដល់ជនមានពិការភាពឯកឧត្តមលើកឡើងដែរថាការបញ្ជូនកុមារអូឌីសឹមនិងដោនស៊ីនដ្រូមទៅសិក្សានៅសាលាអប់រំពិសេសជាមួយគ្រូជំនាញនឹងជួយឲ្យកុមារនោះទទួលបានចំណេះដឹងមួយចំនួនអាចមានភាពឯករាជ្យលើខ្លួនឯងកាត់បន្ថយបន្ទុកសម្រាប់គ្រួសារ